ការពិត10យ៉ាងអំពីត្រី Anglerfish 10. ឈ្មោះ Anglerfish មកពីរបៀបដែលវាចាប់ចំណីដោយអ្នកនេសាទប្រើអំពូលដើម្បីទាក់ទាញចំណី 9. ត្រី Anglerfish ភាគច្រើនរស់នៅជម្រៅងងឹតនៃបាតសមុទ្រដូចជាមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកជាទូទៅនៅជម្រៅប្រហែល200ទៅ2000ម៉ែត្រខ្លះអាចចុះទៅកាន់ជម្រៅច្រើនជាងនេះទៅទៀតដែលពន្លឺព្រះអាទិត្យមិនអាចទៅដល់ 8. មានត្រី Anglerfish លើសពី200ប្រភេទហើយរូបរាងរបស់វាមានភាពខុសគ្នាខ្លាំង 7. ទោះបីជាមនុស្សភាគច្រើនស្គាល់ថាវាអាចបញ្ចេញពន្លឺបានក៏មិនមែនគ្រប់ប្រភេទទាំងអស់អាចបញ្ចេញពន្លឺនោះដែរ 6. វាមានមាត់ធំនិងធ្មេញមុតខ្លាំងអាចលេបអាហារដែលមានទំហំជិតស្មើខ្លួនរបស់វា 5. ត្រី Anglerfish មិនដេញចាប់អាហារទេវាសន្សំកម្លាំងដើម្បីរក្សាថាមពលនិងពឹងទៅលើវិធីលាក់ខ្លួនរង់ចាំ 4. ត្រីភេទឈ្មោលតូចខ្លាំងប្រៀបធៀបនឹងភេទញីនៅក្នុងប្រភេទខ្លះភេទឈ្មោលមានប្រវែងត្រឹមតែប៉ុន្មានសង់ទីម៉ែត្រទេ 3. ភេទឈ្មោលភ្ជាប់ខ្លួនទៅលើភេទញីហើយរលាយភ្ជាប់ជាមួយរាងកាយដើម្បីចែករំលែកឈាមនិងក្លាយជាគូជីវិតជាអចិន្ត្រៃយ៍ 2. អំពូលភ្លើងរបស់វាត្រូវបានបង្កើតដោយបាក់តេរីដែលមានទំនាក់ទំនងជា Symbiosis ដែលជួយទាក់ទាញអាហារនៅក្នុងភាពងងឹតស្លុប 1. ត្រី Anglerfish អាចសម្របសម្រួលបានយ៉ាងល្អឥតខ្ចោះទៅតាមបរិស្ថានដ៏ឃោរឃៅមួយលើផែនដីដោយគ្មានពន្លឺ សម្ពាធខ្ពស់និងអាហារខ្វះខាតវិធីចាប់អាហារនិងរចនាសម្ព័ន្ធរាងកាយរបស់វាធ្វើឲ្យវាក្លាយជាសត្វប្រមាញ់ដែលមានជំនាញខ្លាំងនៅបាតសមុទ្រ